បាទសរសៃបងប្អូនគ្នាជួបជាមួយលោកគ្រូនៅក្នុងការរៀន QuickBook Desktop តាមវីដេអូអញ្ចឹងនៅក្នុងវីដេអូវគ្គនេះគឺយើងនឹងទៅជែកគ្នាចំណុចមួយទៀតនៅក្នុងមេរៀនទី4គឺពាក់ព័ន្ធជាមួយការ create chart of account នៅក្នុងវីដេអូវគ្គមុនគឺយើងបានបញ្ចប់ជាមួយគ្នាលើការ create chart account នៃ asset អញ្ចឹងនៅក្នុងវីដេអូវគ្គនេះលោកគ្រូនឹងទៅ go through ទៅ liability ហើយនិង equity ដោយសារតែ liability និង equity នេះតិចដែរទេយើងពីរ chart account គេអញ្ចឹងនៅក្នុងការ create chart account វាមានសារៈសំខាន់សម្រាប់ប្រើប្រាស់ Facebook ណាកាលណាដែលយើងមិនមាន chart account គឺយើងមិនអាច posting បានទេគេអញ្ចឹងទៅមើលដំណើរការទាំងអស់គ្នាថាតើការ create chart account យើងត្រូវចូលកន្លែងណាដើម្បី create វាបានអញ្ចឹងនេះគឺជា chart account ដែលយើងនឹងរៀបចំដាក់ចូលទៅក្នុង system របស់យើងគឺនៅក្នុងមេរៀន Facebook Desktop ដែលយើងរៀនតាមប្រព័ន្ធអនឡាញឬក៏រៀនតាមវីដេអូអញ្ចឹងនៅក្នុងនេះយើងនឹងបង្កើត chart account មួយទៀតពាក់ព័ន្ធជាមួយនឹងបំណុលគឺ account ក្បាល2យ៉ាង account ក្បាល2យើងមានច្រើន chart account ដែរពាក់ព័ន្ធមួយបំណុលវាមានបំណុលរយៈពេលខ្លីហើយនិងបំណុលរយៈពេលវែងហើយបន្តទៀតវាមាន equity អញ្ចឹងការបង្កើត chart account របស់យើងច្រើនគួរសមដែរក្នុងវីដេអូវគ្គនេះណាតែអញ្ចឹងយើងក៏លេខមកលើ Facebook របស់យើងធម្មតានេះទៅពេលដែលយើងបង្កើតបើក Facebook មកវាយើងនឹងឃើញទាំងមួយនេះចេញមកអញ្ចឹងសម្រាប់ទាំងមួយហ្នឹងបើសិនជាយើងចង់ទៅបង្កើត chart account គឺយើងមាន2 option ក្នុងការចូលទៅមើល chart account របស់យើងអ្នកនរនេះអាច select នៅលើពាក្យ chart account នៅក្នុងអឺនៅលើ page នេះក៏បានដែរឬក៏មួយទៀតអ្នកនរគេចូលទៅក្នុងអឺ company អូចូលទៅក្នុងaccountant ហើយយកពាក្យ chart account យើង option ណាក៏បានដែរគេអញ្ចឹង chart account យើងគឺយើងបានបង្កើតដល់ chart account បានមួយអាសិតចប់សពគ្រប់ហើយអញ្ចឹងយើងកើតបំណុលវិញម្ដងប៉ុន្តែលោកគ្រូចង់ទាញចំណាប់អារម្មណ៍អ្នកនរគ្នាបន្តិចថានៅក្នុងបំណុលហើយនៅក្នុង equity គឺយើងមាន account code default អញ្ចឹងមែនតើទៅការបង្កើត chart account មិនមែនថាគ្រាន់តែយើងបង្កើតឲ្យរួចពីដៃទេយើងត្រូវមើលថាតើ chart account មួយណាដែលយើងអាច override ក៏ edit វាយកមកប្រើប្រាស់ដើម្បីឲ្យក្នុង chart account របស់យើង clean ហើយនឹង clear តែម្ដងកុំឲ្យវាមានតួ chart account ដែលអត់ប្រើអីចឹងណាហើយភាគច្រើនលោកគ្រូឃើញអ្នកខ្លះគាត់អត់ប្រើគាត់ទុកចោលនៅហ្នឹងគាត់ដាក់តែ chart account ថ្មីគាត់ចូលទៅហើយគាត់ទុកអា chart account default system នឹងហ្នឹងអញ្ចឹងវាលំបាកសម្រាប់អ្នកដែលធ្វើ bookkeeping គាត់អាច confuse ទៅលើការងារហ្នឹងអញ្ចឹងណាអូខេអញ្ចឹងនៅក្នុងនេះយើងនឹងទៅបង្កើត chart account ទាំងអស់គ្នាពាក់ព័ន្ធជាមួយ chart account បំណុលអញ្ចឹងទីមួយគឺយើងបង្កើតតាក់ទងជាមួយ chart account payable account payable វាជាមិនមែន account អញ្ចឹងអ្នកនរគ្នា right click មកយកពាក្យ new ដូចតែការបង្កើត chart account នៃasset របស់យើងអញ្ចឹងយើងត្រូវ select ឲ្យប្រភេទគណនីអញ្ចឹងប្រភេទគណនីគឺ account payable យើង copy code មក copy code ដល់ទៀត copy description ឬក៏ name ហើយដាក់ក្រុមនេះអាហ្នឹងវាជា main account ហើយដល់ទៀតអ្នកនរគ្នាត្រូវបង្កើត chart account current liability អញ្ចឹង current liability នេះវាអត់នៅជាមួយ account payable ទេវាស្ថិតនៅក្នុង current liability ប៉ុន្តែនៅក្នុង QuickBook នេះគឺវាអត់មាន current liability វាមាន other current liability អញ្ចឹង option ដែលយើង select យកគឺយក other current liability ដល់ទៀតយើង copy មកអាហ្នឹងក៏ជា main account ដែរជា main account ដូចគ្នាខេអញ្ចឹងនៅ under current liability វាមាន chart account ច្រើនទៀតដែលវានឹងកើតមាននៅក្នុងអាជីវកម្មរបស់យើងពាក់ព័ន្ធមួយបំណុលរយៈពេលខ្លីណាបំណុលរយៈពេលខ្លីអញ្ចឹងអ្វីយើងត្រូវបង្កើតគឺវាអាចកើតមានទាក់ទងជាមួយ bank overdraft នៅក្នុងក្រុមហ៊ុនគេអញ្ចឹងបង្កើត chart account នឹងមួយមកហើយដាក់ bank overdraft មកអាហ្នឹងវាជា sub នៃ account current liability គេហើយយក sell and new តមកទៀត short term borrowings ហ្នឹងក៏មានដែរអញ្ចឹងយើងដាក់ under មក under current liability លោកគ្រូធានាថានៅពេលយើងបង្កើត chart account ដែលវាទៅតាម standard ហើយ proper នេះនៅពេលយើង extract chart account ដែលយើងបង្កើតហើយមកគឺងាយស្រួលក្នុងការមើលហើយងាយស្រួលក្នុងការ bookkeeping តែម្ដង unearned revenue វាកើតមាននៅពេលដែលអតិថិជនឲ្យលុយយើងប៉ុន្តែយើងមិនទាន់បាន complete ទៅលើសេវាកម្មឬក៏ទំនិញឲ្យអតិថិជនអញ្ចឹងយើង recognize វាចូលជា unearned revenue accrual កើតមាននៅពេលដែលយើងមានសកម្មភាពនៅក្នុងខែប៉ុន្តែអត់ទាន់ invoice ឡើងមកអញ្ចឹងគណនេយ្យករត្រូវតែ accrual ចូល salary payable មកដល់កន្លែង salary payable នេះលោកគ្រូចង់ទាញចំណាប់អារម្មណ៍អ្នកនរគ្នាបន្តិចចូលទៅមើល chart account របស់យើងណា chart account របស់យើងនៅក្នុងនេះវាមាន payroll payable អញ្ចឹងដើម្បីប្រើ chart account នឹងឲ្យអស់អញ្ចឹងយើងគ្រាន់តែ right click លើហ្នឹងមកហើយយកពាក្យ edit ហើយយើងជំនួស code របស់យើងនេះហើយយើងដាក់ឈ្មោះយើងទៅជា salary payable ហើយដាក់ sub ហើយ under main នៃ current liability តែប៉ុណ្្នឹងមកជាការស្រេច electricity payable យើងអាចជាពាក់ព័ន្ធជាមួយនឹងថ្លៃភ្លើងក៏មានដែរក្នុងក្រុមហ៊ុនចូលមកដល់មកទៀត phone payable ដូចគ្នា phone payable ចឹងដល់មកទៀត rental អូខេដល់មកទៀត provision charge ដល់មកទៀត other income tax income tax payable
sao tại bóng nọ đấy bóng nọจะแปะปนพอไม่พอการออกไหม តាមពិតទៅបើសិនជាយើងបង្កើត account វាតិចក៏បានដែរគ្រាន់ថាវាអត់ complete set ដល់ពេលអ្នកនរគ្នាយកវីដេអូទៅមើលទៅវានៅមានភាពចន្លោះប្រហោងច្រើនអញ្ចឹងណាអញ្ចឹងលោកគ្រូជៀសវាងកុំឲ្យវាអត់ complete អញ្ចឹងលោកគ្រូដាក់ឲ្យ complete តែម្ដងទៅដល់ពេលយើងរៀនយើងមើលទៅយើងអាចយល់ថាអូពាក់ព័ន្ធជាមួយនឹងការបង្កើត channel account វាធ្វើអញ្ចឹងហើយ withholding tax 15%ណាសេវាកម្មនេះពាក់ព័ន្ធជាមួយក្រុមហ៊ុនជួល service ពីអឺបុគ្គលដែលមិនចុះបញ្ជី10%ទៅលើ rental ក្រុមហ៊ុនជួលទីតាំងអីផ្សេងត្រូវកាត់ទុក10%ប៉ុន្តែបើសិនក្រុមហ៊ុនជួលទីតាំងពីក្រុមហ៊ុនមានវិធី register ដូចគ្នាគឺអត់ជាប់ពន្ធទេហ្នឹងច្បាប់ពន្ធយើងត្រូវយល់ដែរអូខេអញ្ចឹងពាក់ព័ន្ធជាមួយការងារមួយទៀត salary payable យើងចូលទៅមើលនៅក្នុង chart account អញ្ចឹងមាន salary payable ហើយ salary tax payable ណាអូខេ salary tax payable អញ្ចឹងមានអ្វីដែលអ្នកនរគ្នាធ្វើគឺright click ហើយយក edit មក edit មកអូខេ edit ហើយដូរ chart account មក copy name copy អីយ៉ាងណាណាអូខេតោះទៀតយក under នៃ main current liability ហើយចុច cell មកបាទចុងក្រោយគឺ public lighting tax អូខេអញ្ចឹងដាក់មកអូខេអញ្ចឹងយើងតាក់ទងជាមួយនឹង current liability គឺយើងបង្កើតចប់ហើយយើងនៅ other current liability ណា other យើងនៅ sorry យើងនៅ non current liability តបបំណុលរយៈពេលវែង account រយៈពេលដូចគ្នាអញ្ចឹងនៅក្នុងនេះរូទានចំណាយអារម្មណ៍មួយនៅពេលអ្នកនរគ្នាឃើញអាកន្លែង type of account នេះវាឃើញពណ៌អត់អាច select បានអញ្ចឹងណាអញ្ចឹងមានន័យថាយើងត្រូវតែចេញទៅភាសាសិន Facebook ណាយើង close វាចេះសិន close វាអស់មកដោយសារតែបើមិនអញ្ចឹងទេវាអឺអាចយើងបង្កើត chart account បានទៀតអញ្ចឹងយើងគ្រាន់តែអញ្ចឹងហើយចូលទៅ chart account វិញនេះ chart account យើងបង្កើតវិញណាមើលទៅ clean ហើយនឹង clear តែម្ដង chart account ច្រើនណាយើងបង្កើតអឺ chart account នេះគឺអ្នកនរគ្នាអាចយកទៅអនុវត្តនៅក្នុងក្រុមហ៊ុនបាន100%ដោយសារតែលោកគ្រូទៅ set up ក្រុមហ៊ុននេះគេក៏ប្រើ chart account នេះដែរប៉ុន្តែយើងត្រូវថែមថយខ្លះទេតែអញ្ចឹងកាតព្វកិច្ចអ្នកនរគ្នាតទៀតគឺត្រូវបង្កើត non current liability អញ្ចឹង non current liability នៅក្នុងនេះយើងមើលអត់មានទេយើង select other type នេះមកឃើញមានពាក្យ long term អញ្ចឹងមិនមែនពាក្យ non ទេអញ្ចឹងយើង select យក non មកlong term មក continue មកហើយបន្តទៀតអ្នកនរគ្នា copy code ណា code នឹងចូលទៅគេ copy code មកហើយយក save and new តទៅទៀតអ្នកនរគ្នាបង្កើតមក loan related party ដាក់ under non current liability មកទៅទៀតអ្នកនរ copy អឺ bank loan មកគេ bank តទៅទៀតអ្នកនរ copy provision ណាក្នុងក្រុមហ៊ុនអាចមាន provision ឆ្លាយដែរបើអត់មានក៏អត់ដែរយើងបង្កើតវាទុកចោលណាឲ្យវាទុកចោលទៅយើងមានក៏ប្រើដែរបើយើងមិនមានទុកហ្នឹងទៅបើវាជា standard chart account នៅវាជាប្រភេទ chart account ដែលអាចប្រើបានគ្រប់កលៈទេសៈទាំងអស់អញ្ចឹងណាតែអញ្ចឹងតើតើមួយបំណុលរយៈពេលវែងគឺយើងបង្កើតហើយបំណុលរយៈពេលវែងយើងនៅមួយទៀតគឺ equity មុនចូលទៅបង្កើត equity លោកគ្រូនាំអ្នកនរគ្នាចូលជាមួយ chart account សិនតើ equity យើងមានមែននៅក្នុងនេះវាមាន opening equity owner drawing owner equity អញ្ចឹងទៅអូខេអញ្ចឹងលោកគ្រូសាកតេស្តលុបមួយអ្នកនរឲ្យមើលថាតើលុបបានអត់អូខេនេះលុបបាន owner withdrawal លុបបានទេលុបបាន owner equity លុបបានអត់អូខេលុបបានអញ្ចឹងយើងគ្រាន់តែ right click មួយមកយកពាក្យ new តមកទៀតទៅ copy account ក្បាល3នេះហើយដាក់ select ទៅលើ equity ហើយយើងដាក់កូដមកហើយដាក់ equity ហើយនឹងវាជា main account អូខេ main account តទៅទៀតអ្នកនរឲ្យបង្កើតសាប់មក opening balance equity បើសិនយើងមាន opening balance អីផ្សេងៗណាអូខេអញ្ចឹងនៅក្នុងនេះមាន opening balance នេះមាន2អញ្ចឹងយើងចាំទៅមើល account ហ្នឹងនេះ capital យើង under sub របស់យើងហ្នឹងនេះតទៅទៀតនេះ premium share តែអស់មកបើសិនជាយើងអត់ប្រើទេក៏យើងទុកចោលដែរណាយើងទុកចោលហ្នឹងអីទេហើយជៀសវាងខ្វះយើងដាក់វាឲ្យគ្រប់មកវាតាមស្តង់ដារដែលពន្ធក៏មាន nature គណនេយ្យនឹងដែរហើយគណនេយ្យយើងក៏មានដែរវាអាចកើតមាននៅតាមក្រុមហ៊ុនមួយចំនួនអញ្ចឹងណាអញ្ចឹងយើងដាក់វាអស់មកតែធ្វើបាត់តែវាមិន relevant ជាមួយ business របស់យើងនៅពេលយើង download chart account មកយើងដាក់ថាអាហ្នឹងយើងអត់ទាន់ប្រើអញ្ចឹងណាអញ្ចឹងយើងជៀសវាងការខ្វះខាតយើងដាក់វាអស់អូខេអូខេ អញ្ចឹងយើងបានបង្កើតទៅលើ chart account liability ហើយនិង equity ហើយអញ្ចឹងគ្រូនាំអ្នកនរគ្នាចូលជាមួយ chart account យើងបង្កើតចោល account ហ្នឹងហើយយើង chart account នេះអញ្ចឹងวันนี้យើងបានបង្កើតអស់ហើយបំណុល account ក្បាល2ប៉ុន្តែបើសិនបំណុលហ្នឹងវាមានផ្សេងទៀតអ្នកនរគ្នាមានបំណុលផ្សេងទៀតអាហ្នឹងអាចបង្កើតបន្ថែមអញ្ចឹងណា
ខ្ញុំបំណុល account ក្បាល2ហើយនឹង equity account ក្បាល3អញ្ចឹងតែអូខេអញ្ចឹងយើងកើតចឹងមកកើតចឹងមកអូខេអញ្ចឹងសម្រាប់វីដេអូវគ្គនេះគឺយើងបានបញ្ចប់ទៅលើការ create chat account live វិធីនិង equity អញ្ចឹងជួបជាមួយលោកគ្រូនៅក្នុងវីដេអូបន្តទៀតយើងបង្កើតទៅលើចំណូលហើយនឹង expand វិញម្ដងអូខេអញ្ចឹងជួបជាមួយលោកគ្រូនៅក្នុងវីដេអូបន្តអរគុណជំរាបលា